ដែលធ្វើឲ្យបរិមាណគុណភាពមេជីវិតឈ្មោះល្អខណៈពេលដែលខ្លួនឯងកំពុងតែញ៉ាំស្រានិងជក់បារីនៅក្នុងកម្មវិធីជជែកជាមួយពេទ្យវគ្គមុនគឺបងប្អូនសួរថាតើញ៉ាំស្រាជក់បារីនឹងធ្វើឲ្យខ្សោយទឹកកាមដែរឬទេហើយវាប៉ះពាល់អ្វីខ្លះអញ្ចឹងខ្ញុំបានបកស្រាយហើយប៉ុន្តែឥឡូវដំណោះស្រាយងាយអត់ពិបាកទេបើសិនជាបងប្អូនទាំងអស់គ្នាកំពុងស្ថិតនៅក្នុងកលៈទេសៈមានបញ្ហាសុខភាពផ្លូវភេទខ្សោយផ្លូវភេទឆាប់ចេញទឹកកាមឬកំពុងតែចង់បានកូនមេជីវិតអត់មានមេជីវិតខ្សោយអត់គុណភាពបរិមាណទឹកកាមនឹងតិចអ្វីដែលត្រូវដោះស្រាយបន្ទាន់គឺឈប់ញ៉ាំស្រាឈប់ជក់បារីគឺឈប់តែម្ដងចាតែបើសិនជាបងប្អូនកំពុងតែកាត់បន្ថយបានន័យថាយើងអត់ទាន់ដល់បញ្ហាសុខភាពធ្ងន់ធ្ងរគឺកាត់បន្ថយពីចំនួនញ៉ាំច្រើនហ្នឹងមកញ៉ាំបរិមាណបន្តិចជាងមុនចាបន្ថយរហូតដល់50 60% ហើយចំណុចទី2គឺគេងមិនគ្រប់គ្រាន់អញ្ចឹងអានឹងខ្ញុំគិតថាកែបានទេគ្រាន់តែពីដើមមកបងប្អូនអត់ចាប់អារម្មណ៍ថាអាគេងអត់គ្រប់គ្រាន់នឹងក៏ប៉ះពាល់ទៅដល់សុខភាពបន្តពូជផ្លូវភេទរបស់បុរសដែរឥឡូវនឹងចាប់ផ្ដើមដូរមកគេងឲ្យស្ងប់គេងគ្រប់ហ្នឹងមិនមែនគេងអត់ស្ងប់ទេណាគេងឲ្យលក់ស្ងប់ស្កល់ហ្មងស្កប់ស្កល់ហ្មងឲ្យបាន7ទៅ8ម៉ោងក្នុងមួយថ្ងៃទី3ចាចំណុចទី3នោះគឺការហាត់ប្រាណឲ្យបានទៀងទាត់កាលណាយើងហាត់ប្រាណឲ្យបានទៀងទាត់ក៏វាធ្វើឲ្យរាងកាយយើងគេហៅថាបំបត្តិអាភាពតានតឹងហើយនឹងបញ្ចេញនៅអរម៉ូនចាល្អវាជួយបង្កើននៅអាអរម៉ូនគេហៅបញ្ចេញអរម៉ូនរីករាយបញ្ចេញអរម៉ូន relax ចាហើយវាធ្វើឲ្យមានតុល្យភាពអរម៉ូនភេទប្រុសផងដែរហើយចំណុចចុងក្រោយគឺតាក់ទងជាមួយអាហារគឺសំខាន់មែនទែនព្រោះនៅក្នុងរបបអាហារគឺយើងកាត់បន្ថយការញ៉ាំអាហារណាដែលសម្បូរខ្លាញ់ពេកជាតិសាច់ជ្រុលពេកចាមកព្យាយាមញ៉ាំអាហារដែលប្រភេទអង់ទីអុកស៊ីដង់ដូចជាប្រភេទអាហារដែលសម្បូរសាំងវីតាមីន E អូមេហ្គា 3 B6 ចាហើយទាំងអស់ហ្នឹងគឺវាមាននៅក្នុងគេហៅថាប្រភេទសាច់ប្រភេទត្រីប្រភេទដូចជាស៊ុតចាហើយល្អបំផុតដូចជា oyster ឬក៏ប្រភេទគ្រឿងសមុទ្រអីហ្នឹងចាសាច់សរសៃកែងសាច់ក្រហមអីហ្នឹងក៏វាអាចមានសារធាតុវីតាមីនសំដៅប្រូតេអ៊ីនដែលអាចជួយទៅដល់មេជីវិតបានល្អផងដែរប៉ុន្តែទាមទារឲ្យបងប្អូនអ្នកញ៉ាំហ្នឹងគឺអាសាតាមដានទៅលើគេហៅថាសារជាតិអាស៊ីតនៅក្នុងរាងកាយយើងផងព្រោះវាអាចលើសអញ្ចឹងណាអញ្ចឹងដំណោះស្រាយងាយគឺខ្ញុំឲ្យទៅ4ចំណុចហ្នឹងអនុវត្តឲ្យធានាថាដឹងតែបានផលហើយបើមានអីបន្ថែមគឺសូមជជែកជាមួយពេទ្យតំទី2បន្តទៀតអរគុណច្រើនពីខ្ញុំអ្នកគ្រូសៃពៅចាស់ជម្រាបលា